ជម្រាបសួរបងប្អូនថ្នាក់ទី4ទាំងអស់គ្នាចាអ្នកគ្រូបង្រៀនបងប្អូននៅមុខវិជ្ជាគណិតវិទ្យាថ្នាក់ទី4ហើយថ្ងៃនេះយើងនៅក្នុងមេរៀនទី13ដដែលមានចំណងជើងថាការបូកចំនួនទស្សភាគអញ្ចឹងការបូកចំនួនទស្សភាគមានច្រើនប្រភេទដែរយើងបានធ្វើលំហាត់ដូចជាបងប្អូនបានមើលជាមួយនឹងវីដេអូរបស់អ្នកគ្រូតាក់ទងជាមួយនឹងប្រមាណវិធីបូកមានទាំងបូកជួយឈរមានទាំងបូកជួរដេកមានទាំងបំពេញប្រអប់អញ្ចឹងថ្ងៃនេះយើងនឹងធ្វើប្រមាណវិធីបូកដដែលប៉ុន្តែវាខុសប្លែកពីវីដេអូមុនត្រង់ថាការបូកចំនួនទស្សភាគរបស់យើងជាមួយនឹងចំនួនគត់នេះការបូកចំនួនគត់និងចំនួនទស្សភាគភាគ10អញ្ចឹងមានន័យថាមានចំនួនគត់ផងមានចំនួនទស្សភាគផងអញ្ចឹងអីទៅជាចំនួនគត់អីទៅជាចំនួនទស្សភាគបងប្អូនយល់អត់ចំនួនគត់មានន័យថាជាចំនួនដែលគ្មានក្បៀសទេអញ្ចឹងដោយនៅក្នុងលំហាត់កនេះលេខ1ជាចំនួនគត់ហើយដល់ពេល 0.5 ជាចំនួនទស្សភាគភាគ10អញ្ចឹងមានទាំងក្បៀសមានទាំងអត់ក្បៀសបូកចូលគ្នាតើយើងបូកយ៉ាងម៉េចអញ្ចឹងយើងបូកបានមិនថាអ្នកគ្រូអានឹងមានក្បៀសហើយនោះអត់ក្បៀសនឹងបូកចូលនេះកើតអត់កើតយើងបូកកើតធម្មតាអញ្ចឹងឥឡូវតាមដានមើលការបូកចំនួនគត់ជាមួយនឹងចំនួនទស្សភាគជាមួយអ្នកគ្រូអញ្ចឹងលំហាត់ទាំង4នេះទាំង8អញ្ចឹងអ្នកគ្រូយកចេញពីសភៅពុំរបស់យើងបងអាចទៅមើលលំហាត់នឹងបានហើយមានអីឆ្ងល់ឬក៏អត់ទាន់យល់អាចមើលវីដេអូនេះហើយសង្ឃឹមថាបងនឹងយល់ច្រើនជាងមុនតោះឥឡូវលំហាត់កលេខ1បូកជាមួយនឹង 0.5 អញ្ចឹងបងឆ្ងល់ថាចុះមិនមិនលេខនឹងវាអត់នៅស្មើគ្នាអញ្ចឹងលេខ1នៅខាងមុខទៅមិនគេមិនដាក់នៅក្រោយដូចលេខនេះអញ្ចឹងមិនគេដាក់លេខនេះខាងក្រោមហ្នឹងទៅជាខាងក្រោយវែងជាខាងមុខអញ្ចឹងខាងមុខនេះគឺលេខ5ហើយនេះលេខ7នៅនេះមិនក៏ដាក់អត់ត្រូវគ្នាអញ្ចឹងបងអូនចាំថាផ្នែកគត់បងអូនត្រូវដាក់ឲ្យចំផ្នែកគត់ផ្នែកទស្សភាគគឺដាក់ឲ្យចំផ្នែកទស្សភាគអញ្ចឹងផ្នែកគត់ឧទាហរណ៍ថា 0.5 នេះលេខដែលនៅក្រោយក្បៀសលេខ5នេះគឺជាចំនួនទស្សភាគយើងដាក់ម្ដុំចំនួនទស្សភាគលេខ0គឺជាលេខដែលនៅខាងមុខក្បៀសអញ្ចឹងលេខ0ហ្នឹងជាចំនួនគត់លេខណាដែលនៅក្រោយក្បៀសជាចំនួនទស្សភាគលេខដែលនៅខាងមុខក្បៀសជាចំនួនគត់អញ្ចឹងលេខ1គត់លេខ0គត់ដែរយើងអត់គិតលេខ5ទេអញ្ចឹងលេខ0ហ្នឹងគឺជាលេខគត់អញ្ចឹងលេខគត់ដាក់ឲ្យចំលេខគត់ផ្នែកទស្សភាគដាក់ចំផ្នែកទស្សភាគអញ្ចឹងដោយសារតែខាងលើអត់មានទស្សភាគអញ្ចឹងយើងអត់ដាក់នៅខាងក្រោយទេយើងដាក់មកខាងមុខឲ្យចំផ្នែកគត់ដូចគ្នាតោះលេខបូកអញ្ចឹងដោយសារតែ5អត់មានអីបូកជាមួយផងហ្នឹងឬក៏អ្នកគ្រូអាចដាក់ទស្សភាគបានដាក់ចុចឲ្យលេខ0បាន 1.0 ស្មើនឹងលេខ1ដូចគ្នាដែរអញ្ចឹងមានន័យថាបើសិនជាអត់មានលេខបងអូនអាចដាក់ចុច0ក៏បានដែរឬក៏បងអូនបូកយកក៏បានបូកយកចម្លើយតែម្ដងក៏បានដែរអញ្ចឹងយើងអាចដាក់លេខ0ទៅ0បូក5ស្មើ5ឬក៏អត់មានលេខ0ទេយើងអាចយកលេខ5ហ្នឹងទម្លាក់ចុះព្រោះអត់មានលេខបូកទេអញ្ចឹងទម្លាក់ចុះបានហើយ1បូក0ស្មើ1ក្បៀសគឺយើងទម្លាក់ចុះក្រោមស្មើនឹង 1.5 អញ្ចឹងមិនមែនយក 0.5 ឲ្យបូកជាមួយ1នៅកន្លែងនេះទេណា1ហ្នឹងគឺនៅខាងមុខពេលឲ្យជួរដេកមកប្រហែលជាបងអាចច្រឡំអញ្ចឹងវីដេអូក្រោយអ្នកគ្រូនឹងធ្វើជាជួរដេកក្នុងការតម្រៀបលេខឲ្យត្រូវតាមខ្ទង់អញ្ចឹងវគ្គនេះគឺយកស្រួលលេខគេឲ្យមកជួយឈរស្រាប់តែលំហាត់ក្រោយអាចមានជួរដេកយើងពិបាកធ្វើលំហាត់ខខាងលើនេះលេខ5គត់លេខ6ក៏គត់ដែរតោះតែលេខក្រោយក្បៀសបានគេហៅលេខទស្សភាគអញ្ចឹងគត់ដាក់ឲ្យចំគត់ក្បៀសដាក់ឲ្យចំក្បៀសរិះសាខាងក្រោយលេខ5អត់មានទេយើងអាចថែមបានថែម0ចុចពីក្រោយមកចុច0អញ្ចឹងលេខ0ក្រោយក្បៀសគ្មានន័យយើងថែមទៅក៏អត់មានតម្លៃអីដែរ 5.0 ស្មើនឹង5ដដែលទេអញ្ចឹងយើងថែមក៏បានអត់ក៏បានដែរយើងថែមក៏ថែមទៅ0បូក7ក៏ស្មើ7បើអត់ដាក់0ទេ7ទម្លាក់ចុះក៏ដូចគ្នាដែរហើយយើងដាក់ចុច5បូក6ស្មើនឹង11អូខេចម្លើយស្មើនឹង 11.7 លំហាត់គោអូខេនេះគ្រូដាក់0ចុចទៀតណាកុំឲ្យយើងគិតថាអត់មានអីបូកអញ្ចឹង0បូក6ស្មើនឹង6ក្បៀសទម្លាក់ចុះ9បូក5ស្មើនឹង14អូខេ14ហើយលំហាត់ខូអញ្ចឹងលំហាត់ខូលេខ3នេះគឺជាផ្នែកគត់អញ្ចឹងអានេះខ្ទង់រាយអានេះខ្ទង់រាយដាក់ឲ្យចំខ្ទង់រាយអានេះ10អញ្ចឹងលេខ10អត់មានអីទេហើយផ្នែកទស្សភាគមានតែលេខ3ខាងលើអត់មានក្បៀសផងហ្នឹងអ
chắc giờ bài đã son của bạn đã của bạn này bây giờ đã thấy vô bay nó bầu cho kia bạn bay nè bên này bầu còn biết là chó pi bột pram ở pi bột bay mà pram muối dương cũng lại cho cầu hai đấy đã lên chơi khai son có phần nằng chùm lái đôi kia chơi của bạn ọt của bạn này ọt bay hà tê tai bà sân chuyện đó trời tại đặng của bạn thì độ xây tiền tỏ bàn buôn này trang buôn đấy lùm hạn lấy đến trà lấy chập đàm bầu to thêm máu chương đã xôn càng còi tới không bao giờ cứ thọ mình lại bầu trong bầu pram màu pram có biết tụm lẹ chó pram bay bầu pram buôn màu đỏ mảng màu đỏ pram pi sẽ lấy pram pi tra tụi muối muối bầu pram pi màu pram bay bầu muối tiết màu nó pram buồn chẳng cài sắp pram pi chật pram nó sọ bay tiết ok đây cô đã xôn chơi cái này máu bay ở smart nè chẳng xôn bột bay smart bay bây giờ tụi lại cho cào xôn bột pram smart pram buôn tụi lại cho pi tụi lại cho anh bên này bột á chẳng bọn bên này bột tụi lại cho cào màn lùm hắt chó chẳng pram pi ní cứ dân tụi lại cho cào cứ biết cứ dân tụi lại tam muối cứ dân tụi lại đài xôn bột xôn bột xôn có xôn đài pram bột buôn mà nó pram buồn cho giờ đã chết có phần nó giờ mình đắt có mà phần nặng đôi khi tao làm hạt trong cào học mùi chắc hàng lớn sẽ tập này cột từng on nè sẽ tập lấy cột hàng lớn giờ ai tham phun ai tới đầm bầy màn cũng bị hàng cào giờ họ tham cột ấy là tay hàng cào miên có bị miên chơi của màn to tới tao hàng đấy giờ đã xôn chơi hai mà nè xôn bột pram buôn mà pram buôn có bị giờ tụi lại chó mùi bột son mà muối cùng mùi bột pram mà nâng đọc mùi chắc mà đọc mòm rồi đọc mùi chạy pram buồn trời ở hai chấm lại phân nâng cha nâng cứ chỉ cao bột chấm muốn cút nâng chấm muốn tu phiết đọc chắc hàng lớn sau tay chấm muốn cút tiếng ở chứ ai tham son hàng cáo đôi đặt nhà chơi màn vì nâng ở khóc như tê chấm lại đôi kia thì xa son coi có biết mình này chắc video nâng mình tập phần nâng tế video cái đó này luôn với chú đây thì mẹ ôn chế riêng đã tung ở trong tung bỏ bìa chẳng ở con sắp cả tam đàn mà video bọn này cứ chụp video cái tiền